ម្ចាស់ឡានចេញមុខបកស្រាយស្របពេលបុគ្គលិកចាក់សាំងត្រូវម្ចាស់ការ៉ាបញ្ឈប់ពីការងារមិនបានលុយដាក់រ៉េតជាខ្មែរនៅលើស្លាកដល់ពេលគិតលុយយកលុយពីបុគ្គលិកស្រាប់តែយកលុយជាដុល្លារវិញអញ្ចឹងបុគ្គលិកចាក់សាំងទូទាំងស្រុកខ្មែរប្រាក់ខែតិចតួចឲ្យគ្រាន់តែមេឲ្យដូរអញ្ចឹងខាតហ្នឹងមិនដាច់ខ្សល់ហើយហ្នឹងហើយទី2លុយរៀលអត់គ្រប់ត្រទេឡើងចង់យកហើយឃើញទេតម្លៃលុយរៀលនៅណាបើនាំគ្នាមួយពឺតឲ្យតែពេលចាក់ពេលអីហៅចាក់ដុល្លារអស់ហើយហ្នឹងអញ្ចឹងលុយរៀលហ្នឹងអត់មានតម្លៃទេអញ្ចឹងហើយខ្ញុំចង់បញ្ជាក់មួយទៀតលុយ tip ផ្សេងការលក់ដូរផ្សេងខុសគ្នាលុយ tip គេយើងចង់ឲ្យមិនឲ្យទៅប៉ុន្តែបើការកេងប្រវ័ញ្ចវិញវាបន្លំបកៅមួយការលក់ដូរអញ្ចឹងគឺវាអត់ត្រូវខ្ញុំអត់គ្រប់ត្រទេបើអ្នកឯងថាគ្រប់ត្រទាំងវើអញ្ចឹងដូចអ្នកឯងគ្រប់ត្រមនុស្សខូចទេអាហ្នឹងគេហៅថាសទៅជាខ្មៅទេត្រូវទេរឿងរ៉ាវម្ចាស់ឡានជាមួយនឹងបុគ្គលិកចាក់សាំងកំពុងតែផ្ទុះល្បីខ្លាំងឡើងមហាជនជាច្រើនបានរិះគន់ទៅលើម្ចាស់ឡានគ្រាន់តែលុយ 1000 រៀល 2000 រៀលសោះហ៊ានដកទូរស័ព្ទមកថតបុគ្គលិកចាក់សាំងយកមកបង្ហោះជាសាធារណៈធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងការងារក្រោយវីដេអូនេះបង្ហោះមិនបានប៉ុន្មាននាទីស្រួលបួលផងស្រាប់តែម្ចាស់ការ៉ា PTT ចេញមុខមកបញ្ជាក់ហើយបញ្ឈប់បុគ្គលិករូបនេះភ្លាមខណៈបងស្រីជាស្ត្រីមេម៉ាយហេតុនេះហើយទើបធ្វើឲ្យមហាជនកាន់តែផ្ទុះកំហឹងនិងសួរចំទៅកាន់ម្ចាស់ឡានថាសប្បាយចិត្តហើយឬនៅពេលឃើញគេបញ្ឈប់ការងារគាត់បែបនេះមិនទុកចាំយូរម្ចាស់រថយន្តចេញមុខបកស្រាយភ្លាមថាដំបងឡើយខ្ញុំជិះដើរលេងនៅក្នុងផ្លូវទៅអាចន្លោះពីកពតទៅកែបពេលខ្ញុំចេញមកវិញវាលោតអស់សាំងអញ្ចឹងខ្ញុំក៏ជិះដើររកការ៉ាសាំងដល់ពេលខ្ញុំជិះទៅខ្ញុំឃើញការ៉ាហ្នឹងប្រែនហ្នឹងខ្ញុំចូលទៅនឹកឃើញថាប្រែនគេរៀងធំដែរវាអត់មានការកេងប្រវ័ញ្ចអីលីតឬក៏សាំងក៏ល្អគ្រាន់បើដែរអញ្ចឹងយើងក៏ចូលចាក់ទៅដល់ពេលយើងចូលខ្ញុំប្រាប់ថាចេះបងជួយចាក់មកសុទ្ធឲ្យខ្ញុំ50លីត្រតែគាត់ចេះតែចរចាបខំឲ្យខ្ញុំហ្នឹងចាក់ជាដុល្លារហើយខ្ញុំប្រាប់គាត់ថាទូរស័ព្ទខ្ញុំអា ABA ហ្នឹងវាលុតថ្មឲ្យបងនេះថតរូបឡាលុតថ្មបើឲ្យគាត់មើលទៀតណាខ្ញុំនៅសារតែលុយខ្មែរទេលុយខ្មែរខ្ញុំក្នុងកាបូបហ្នឹងមាន 100000 ចេញជិត 200,000 ដែរអញ្ចឹងបើចាក់ខ្ញុំ50លីត្រមកគ្រប់ហើយព្រោះអីខ្ញុំឃើញរ៉េតគេ 3550ខ្ញុំចាក់ជាលីត្របញ្ជាក់ម្ដងទៀតខ្ញុំមិនមែនចាក់ជាដុល្លារខ្ញុំចាក់ជាលីត្រអញ្ចឹងបើខ្ញុំចាក់ជាលីត្របងគ្រាន់តែយក3550អញ្ចឹងគុណជាលីត្រមកគុណប្រហែល50លីត្រយើងគុណតាមហ្នឹងទៅ170,000ជាងទេគាត់អត់គាត់និយាយទៅគាត់ប្រកែកអត់ព្រមចាក់ឯងដល់តែខ្ញុំរបៀបថាយើងរៀងខឹងដែរព្រោះឡានវាចិត្តអស់សាំងផងហើយយើងខំជីមកដល់ក្រាស់ហើយបែរជាអត់ចាក់ឲ្យចឹងខ្ញុំក៏លើកទូរស័ព្ទថតហើយខ្ញុំសួរគាត់ម្ដងទៀតហើយគាត់ថាចាក់បានលុយខ្មែរប៉ុន្តែត្រូវគិតកតុយឲ្យកន្លែងហ្នឹងដែលខ្ញុំប្រតិកម្មខ្លាំងហ្នឹងខ្ញុំផ្ដោតទៅលើម្ចាស់ការ៉ាមិនមែនទៅលើបុគ្គលិកទេព្រោះដោយសារគាត់ថាគាត់ត្រូវដូរលុយហ្នឹងយកទៅឲ្យម្ចាស់ការ៉ាត្រូវដូរយកទៅឲ្យម្ចាស់ការ៉ាគាត់ជាលុយដុល្លារអញ្ចឹងគាត់ខាតហេតុអីបានខ្ញុំប្រតិកម្មខ្លាំងបងទី1គាត់រកស៊ីហ្នឹងកេងប្រវ័ញ្ចបាត់ហើយមិនបានលុយដាក់រ៉េតជាខ្មែរនៅលើស្លាកដល់ពេលគិតលុយយកលុយពីបុគ្គលិកស្រាប់តែយកលុយជាដុល្លារវិញអញ្ចឹងបុគ្គលិកចាក់សាំងទូទាំងស្រុកខ្មែរប្រាក់ខែតិចតួចឲ្យគ្រាន់តែមេឲ្យដូរអញ្ចឹងខាតហ្នឹងមិនដាច់ខ្សល់ហើយហ្នឹងហើយទី2លុយរៀលអត់គ្រប់ត្រទេឡើងចង់យកហើយឃើញទេតម្លៃលុយរៀលនៅណាបើនាំគ្នាមួយពឺតឲ្យតែពេលចាក់ពេលអីហៅចាក់ដុល្លារអស់ហើយហ្នឹងអញ្ចឹងលុយរៀលហ្នឹងអត់មានតម្លៃទេអញ្ចឹងហើយខ្ញុំចង់បញ្ជាក់មួយទៀតលុយ tip ផ្សេងការលក់ដូរផ្សេងខុសគ្នាលុយ tip គេយើងចង់ឲ្យមិនឲ្យទៅប៉ុន្តែបើការកេងប្រវ័ញ្ចវិញវាបន្លំបកៅមួយការលក់ដូរអញ្ចឹងគឺវាអត់ត្រូវខ្ញុំអត់គ្រប់ត្រទេបើអ្នកឯងថាគ្រប់ត្រទាំងវើអញ្ចឹងដូចអ្នកឯងគ្រប់ត្រមនុស្សខូចទេអាហ្នឹងគេហៅថាសទៅជាខ្មៅទេត្រូវទេចុះបើគេខូចអញ្ចឹងហើយយើងគ្រប់ត្រទៀតយើងគ្រប់ត្រឲ្យបុគ្គលិកម៉ាក់ហ្នឹងមានកាន់តែច្រើនឬក៏ការ៉ាសាំងម្ចាស់ការ៉ាដែលគាត់គិតបែបហ្នឹងដែលយកលុយជាដុល្លារតែរហូតឲ្យកូនចៅទៅដូរមកហ្នឹង